tôi nhớ cái nhưng mà tôi hay mà mìnhเคยไงแล้วแต่พอด่าโอนไอ้พักอะจังอะลือไงไอ้เคยไงจังมันไอ้ตะกดในโยลานปีเตียโอนไอ้มาติดร้านบอลอะไรร้านนั่งร้านบอกเอยมร้านบอกเอยมบองใส่ยมเนี่ยแต่งงานหมากกดให้เลยกดโยน จะไปอาบโอนจริงร้านเกมมาจัง นั่งไงนั่งบองร้านแกกดใช้ร้านเกมมาจัง นั่งไงอะไรก็สลับดิ้นหมายก็จนหมดเนี่ยเดี๋ยวซาคือสนองได้ไงไอ้กดโชว์ไอ้กดลูกหลานโชว์ไปได้ตาแสกนี่นะเปล่าสลับบัดเฮ้ยเอาตาแสกนี่นะเอ้ยชีวิตมันนึกมันเล่นซ้อนเจอក្រុមនឹងជម្រាបសួរប្រិមត្តទេសជនដែលនិយមនឹងតាមដានរកការផ្សាយរបស់អង្គភាពវិទ្យុឥឡូវនេះនៅម៉ោង4ទៀបភ្លឺត្រូវនឹងថ្ងៃទី1បាទដើមខែកក្កដាតែម្ដងឆ្នាំ2025គឺយុវជនម្នាក់បានបើករយន្តម៉ាកព្រុសបោះពួយយ៉ាងលឿនចុះពីលើស្ពានជ្រោយចង្វាបានបើកលំបុកលំមកដឹកតកបណ្ដាលឲ្យមនុស្សម្នាក់បាទស្ទើរតែបាត់បង់ជីវិតឥឡូវនេះបាទបងប្អូនប្រជាពលរដ្ឋកំពុងតែជួយឬក៏ជួយតំណាក់តំណងទៅឡានពេទ្យដើម្បីឲ្យធ្វើការសង្គ្រោះបឋមទៅលើរូបគាត់បាទបងសុំសួរមួយម៉ាត់បាយបានឃើញទស្សនភាពហ្នឹងហើយបងបងល្មមបងល្មមបាយបានឃើញទស្សនភាពបងខ្ញុំឃើញខ្ញុំជីពីនោះមកគាត់បោកលឿនមកប៉ះល្មមខ្ញុំខ្ញុំគិតខ្ញុំតាឡានខ្ញុំដល់មុខដល់ប៉ះគេហ្មងដល់បុកគ្នាហ្មងពីណាមកបងពីខាងនោះមកពីខាងលិចមកបឿនយ៉ាងម៉េចដែរបងលឿនបាក់លឿនស្វឹងហ្មងឡាននេះបាក់លឿនហ្មងខ្ញុំឃើញបុកអីទៀតបងបាទបុកអីខ្លះបងមិញហ្នឹងអត់បុកទេតែបុកល្មមមួយហ្នឹងឯងតែបោកលឿនមកហ្មងស្ថានភាពមនុស្សមិនអីបងលាក់ល្មមហ្នឹងល្មមហ្នឹងឃើញកាច់កចេញឈាមតាមមាត់អីហ្នឹងមនុស្សហ្នឹងងាប់ហើយមនុស្សហ្នឹងចោះតកង់ទៅណាបាត់ហើយបងតកង់នៅណាបងតកង់មិញតកង់នេះចុះបងឯងបើកមកពីខាងណាបានដល់ថ្នាក់ហ្នឹងបងអត់ទេបងខ្ញុំអត់ស្រើមួយល្មមហើយដល់ពេលមកខ្ញុំឃើញខ្ញុំកិច្ចមកប៉ះកន្លែងហ្នឹងតែខ្ញុំមិនប៉ះហ្នឹងមិនមែនប៉ះខ្លាំងទេប៉ះមកវារបៀបបែបហ្នឹងឲ្យខ្ញុំមកឈុំកន្លែងនេះខ្ញុំមិនបានទៅដល់កន្លែងណាទេហើយខ្ញុំឈប់ដល់ស្រែដែរហ្នឹងហើយខ្ញុំមិនតែចុះឥឡូវនឹងមានដឹងថាមនុស្សយ៉ាងម៉េចដែរអូនតែបើណៃបើកបហ្នឹងខ្ញុំចង់ឃើញទៅមើលមនុស្សតែបងប្រាប់ខ្ញុំថាបងអត់ឲ្យខ្ញុំទៅមើលមនុស្សទេព្រោះខ្ញុំចង់ទៅឃើញគាត់ថារបៀបបែបម៉េចបងមិនអាចហាមឃាត់ប្អូនឯងបានទេនេះជាទួនាទីរបស់សមាជិកបងប្អូនបងសួរតិចមើលអូនឯងបើកបរក្នុងស្ថានភាពយ៉ាងម៉េចដែលបានបុកគេហ្នឹងពីក្រោយហ្នឹងខ្ញុំបើកមិញកងតើ65ខ្ញុំណាឃើញខ្លួនឯងកងតើ65បងចង់ដឹងថាអូនឯងបើកក្នុងស្ថានភាពស្វឹងឬក៏អត់ខ្ញុំអត់ស្វឹងទេអត់ទេបាទហ្នឹងខ្ញុំឃើញមិញហ្នឹងកងតើ65ហើយខ្ញុំឃើញលំអគាត់ហើយខ្ញុំកិច្ចពីលំអគាត់មិនចូលគាត់ឃើញចូលគាត់ខ្ញុំចូលមកគៀនអត់របៀបបែបហ្នឹងហ្មងចម្ងាយពីដែលប្អូនឯងបុកចុះមកដល់គោស្ពាននេះមិនក្រោមពី20ទៅ50ម៉ែត្រទេណាបងអូនហ្នឹងហើយគ្រាន់តែកិច្ចពីលំអគាត់ហ្នឹងចូលឡើងហ្នឹងហ្មងហ្នឹងហើយអត់មានបានទៅណាទេកិច្ចពីលំអគាត់បានចូលនៅកង់3ទៅតកហ្នឹងចុះបងអូនឯងមានដឹងថាបុកគេអត់ខ្ញុំដឹងខ្ញុំអែបគៀនស្អីបើកឡើងមកបុកឡើងខឿនឡើងទើលើខឿនបានណាបងអូនឈប់បងបុកគាត់ភ្លាមខ្ញុំអែបគៀនភ្លាមបើខ្ញុំអាចនឹងហិចធូបើខ្ញុំនឹងកិច្ចទេខ្ញុំកិច្ចបុកគាត់ភ្លាមខ្ញុំអែបគៀនភ្លាមខ្ញុំកិច្ចពីលំអប៉ះណាអ្វីដែលកង់3ដែលខ្ញុំមិញខ្ញុំអែបគៀនអត់មានទេអត់មានឡាប្រូបងបើមានឡាប្រូមួយទៀតនឹងទៅជាប់នៅហ្នឹងឯងចុះឡាននោះបងអូនខូចអីដែរអាចដើរទៅមើលបានអត់មានប៉ះកង់3អត់មានបានប៉ះឡានហ្នឹងឯងចឹងបុកតែល្មមហ្នឹងឯណាហ្នឹងខ្ញុំកិច្ចពី1ចូល1អាប់គៀនហ្នឹងហ្មងឥឡូវណាទៅមើលតោះចឹងទៅមើលចាឥឡូវទៅមើលចាតោះឥឡូវដើរទៅមើលបងអូនស្ថានភាពមនុស្សធ្ងន់ណាស់បងអូនអើយណោះឥឡូវឡានពេទ្យជួយសង្គ្រោះគ្នាបងអូនមិនដឹងថាមនុស្សសង្ឃឹមរបៀបម៉េចទេអើយបងអូនហើយកូនគេកូនយើងបងគេបងយើងហ្នឹងហើយបងខ្ញុំគិតចឹងឥឡូវសំខាន់ខ្ញុំចង់ទៅមើលមនុស្សខ្ញុំហូបបងហូបអស់ប៉ុន្មានកំប៉ុងបងអូនហូបអស់4កំប៉ុងបាទហ្នឹងហើយអើយបងអូនហើយហេតុអីបានបងអូនឯងនៅកាន់ចកោតរថយន្តហេតុអីបានត្រូវតែផឹកគ្រឿងស្រវឹងហ្នឹងបងអូនបងអូនឯងដឹងថាគ្រឿងស្រវឹងហ្នឹងនៅពេលដែលផឹកបជាខ្លួនឯងអត់បានទេណាបងអូនអើបងខ្ញុំ
ខ្ញុំកិច្ចខ្ញុំកិច្ចពីលម៉ព្រោះឃើញលម៉នៅមុខខ្ញុំកិច្ចពីលម៉អីឥឡូវហ្នឹងខ្ញុំចង់ដើរទៅមើលមនុស្សឥឡូវមនុស្សទៅមើលអញ្ចឹងតោះហ្នឹងហើយខ្ញុំចង់ឃើញតែមនុស្សទេវ៉ៃជប់វ៉ៃខាង3ហ្នឹងជិះមកផ្លេខ្ញុំហើយខ្ញុំអត់មានត្រូវទៅណាខ្ញុំកិច្ចពីខាង3ហ្នឹងទៅបាត់ហើយចង់ផុតបាត់ហ៎ចាប់បាត់ហ៎បងអើយព្រួយលម៉ហ្នឹងចូលមកផ្លេខ្ញុំហើយបាទខ្ញុំកិច្ចពីលម៉ហ្នឹងពេតមិនអីបងគាត់ថាសង្ឃឹមហ៎បងចាដាក់ឡានឲ្យទៅណាមកលើជួយហឺធុងគឺគាត់ហៅឈាមច្រើនណាបងចូលមកផ្លេខ្ញុំជិះផ្លូវត្រង់ខ្ញុំឲ្យឆែកកាមេរ៉ាបាននេះខ្ញុំជិះផ្លូវត្រង់ឯងតែកង់3នេះចូលមកផ្លេខ្ញុំចូលខ្ញុំកិច្ចពីផ្លូវកង់3ហ្នឹងខ្ញុំព្យាយាមជួយគាត់ទីដល់ស្រើក៏បានដែរព្រោះគាត់មិនខ្ញុំដាក់ខុសទេអត់តន់និយាយរឿងហ្នឹងទេបងមិនតន់អាចថាប្អូនខុសឬក៏ត្រូវទេណាប្អូនសង្ឃឹមមនុស្សសិនណាប្អូនខ្ញុំអារម្មណ៍ពីមនុស្សខ្ញុំអារម្មណ៍ពីមនុស្សបងយ៉ាងម៉េចដែរបងមិនអីលោកគ្រូពេទ្យគាត់អាចសង្ឃឹមឯលោកគ្រូមកទៅគាត់មានសង្ឃឹមឯបាទជួយតិចទេលោកគ្រូតែលោកគ្រូតភ្លាមផុតមែនតើបងបាទគាត់ផុតទេបងចប់ជួយបានគាត់ខ្សោយខ្លាំងពេកបងបាទគាត់ខ្សោយពេកគាត់ខ្សោយផុតអីបងគាត់ខ្សោយខ្លាំងពេកតែគាត់នៅដែរគ្រូអីគាត់ផុតអីបងអូស្លាប់បាត់ហើយឃើញទេបងប្អូននៅពេលដែលបងប្អូនឯងផឹកគ្រឿងស្រវឹងហើយបើកបអញ្ចឹងឃើញទេបងប្អូនខ្ញុំកិច្ចពីលម៉មួយខ្ញុំកិច្ចពីលម៉មួយគាត់ចូលផ្លូវខ្ញុំឥឡូវអ្នកបើកលម៉បានស្លាប់ហើយមិនមែនគាត់ទេអ្នកមួយទៀតអើយបងប្អូនណាបងប្អូនចប់ហើយបងប្អូនអើយហេតុអីបានដល់ថ្នាក់ហ្នឹងបងប្អូនណាលោកគ្រូមានសង្ឃឹមខ្លះទេលោកគ្រូខ្ញុំសុំបងមកយកគាត់ទៅពេទ្យសិនទៅជួយលើកគ្នាតោះយកគាត់ទៅពេទ្យសិនទៅអាចមានសង្ឃឹមទេលោកគ្រូចូលគាត់នឹងហើយមិនដឹងថាខ្ញុំអាចបាត់ធ្វើអីមិនមែនទេគឺពីលម៉ហ្នឹងហែកបាក់មកអីដល់ឡានមកទៅឡានមកបដូរខ្ញុំកើតខ្ញុំមិនទៅហើយមកមិនដែរលឺអូនគ្នាអូនឯងថាណាបងងណាប៉តានេះបងនេះបងអបងអូនទៅប៉ោះទៅអូនបងកុំឲ្យប្រជាពលរដ្ឋគេខឹងសម្បាយគេខឹងសម្បាយខ្លាំងណាស់មិញនៅក្រោមឬអត់មានបងគឺឲ្យចប់ហើយមិញហ្នឹងយឺហ៎អត់ទេបងអត់ទេបងអូនអធិស្ឋានណាបងនេះបងឥឡូវសុំបិទឡាយតាមហ្នឹងអូអត់ទេបងអត់ទេបងធ្វើតាមតែបងទេទៅឥឡូវប៉ូលីសបាននាំខ្លួនយកទៅប៉ោះបដាអាសន្នសិនឥឡូវនេះក្រុមគ្រូពេទ្យក៏បានបញ្ជាក់ហើយបាទមនុស្សគឺគ្មានសង្ឃឹមទេបាទឥឡូវប៉ូលីសគាត់យកទៅប៉ោះហើយបាទប្រភពព័ត៌មានដែលយើងទទួលបានបងមិញហ្នឹងក្រុមគ្រូពេទ្យបញ្ជាក់បងថាម៉េចបានបងអស់សង្ឃឹមដល់ថ្នាក់ហ្នឹងបងប្រជាពលរដ្ឋដែរពេទ្យគាត់ថាអត់នេះហ្នឹងបងគាត់ថាខ្សោយខ្លាំងមានសង្ឃឹមទេបងមិញហ្នឹងពេទ្យគេនិយាយថាមានសង្ឃឹមអត់ខ្ញុំអត់ច្បាស់ទេបងព្រោះខ្ញុំមិនមែនពេទ្យផងអត់ដឹងទេគាត់ថាតែពេទ្យនិយាយប្រាប់បងថាបាច់អំបញ្ញមិញហ្នឹងបងគេថាវាសង្ឃឹមតិចគាត់ថាគាត់ខ្សោយមែនតើហ្មងជួយគាត់ខ្លាំងតែគាត់នឹកខ្សោយខ្លាំងមែនតើគាត់ខ្សោយខ្លាំងពោះជួយគាត់អស់ពីលទ្ធភាពមកជួយអស់ពីលទ្ធភាពហើយហើយគ្រូពេទ្យបានបញ្ជាក់ថាម៉េចមិញហ្នឹងបញ្ជាក់ថាគាត់ផុតហើយតែគាត់នឹកខ្សោយគាត់នៅមានតិចតែអត់មានសង្ឃឹមទេគ្រូពេទ្យបញ្ជាក់ថាផុតហើយប៉ុន្តែគ្រូពេទ្យមិនអស់ចិត្តក៏ដឹកយកទៅថែមទៀតបាទសង្ឃឹមតិចពួកគាត់នៅកម្រិតតិចណាមួយគាត់ខ្សោយគាត់បោកក្បាលបោកអីទៀតទៅនៅសង្ឃឹមតិចមែនតើមិញហ្នឹងយើងបានជួយសង្គ្រោះគាត់ដែរប៉ុន្តែអាការៈគាត់ធ្ងន់ពេកហ្នឹងហើយបងហ្នឹងហើយអរគុណណាបងប្អូនដែលបានជួយអើយលម៉ដឹកតកកប្រិមជន
បាទជីវិតអ្នករស់ស៊ីតាមផ្លូវបាទតាមចាមផ្លូវលម៉កដឹកសាច់គោលម៉កដឹកតកកបាទនេះហើយជីវិតអ្នករស់ស៊ីតាមផ្លូវគឺពេលយប់គឺអញ្ចឹងបាទគ្រោះថ្នាក់ណាស់បាទធ្វើប្រហែសតែបន្តិចហ្នឹងគឺបាទគឺចប់ហើយបាទទស្សនភាពដែលនៅទីតាំងបើតាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋគឺរថយន្តព្រុសបើកបរដោយយុវជនអំបញ្ញមិញនេះគឺគាត់បើករថយន្តព្រុសមួយគ្រឿងបាទចុះពីលើស្ពានជ្រោយចង្វាមកដល់ចំណុចចិត្តនឹងចុះស្ពានហើយក៏បានបុកបាទលម៉កដឹកតកកនេះបាទពេញមកតំហឹងធ្វើឲ្យបរោះដែលជាអ្នកបើកលម៉កនេះបាទគឺបងប្អូនប្រជាពលរដ្ឋបានជួយសង្គ្រោះផងក្រុមគ្រូពេទ្យបានជួយសង្គ្រោះផងក្រុមគ្រូពេទ្យបញ្ជាក់ថាគាត់គ្មានសង្ឃឹមទេប៉ុន្តែបងប្អូនប្រជាពលរដ្ឋបាទនៅតែជំរុញឲ្យលោកគ្រូពេទ្យព្យាយាមដឹកយកគាត់ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះតែលោកគ្រូពេទ្យប្រាប់ថាដង្ហើមគាត់គឺខ្សោយខ្លាំងណាស់បាទគ្មានសង្ឃឹមទេបាទប៉ុន្តែប្រជាពលរដ្ឋនៅតែជំរុញឲ្យគាត់ដឹកយកទៅពេទ្យដើម្បីធ្វើការជួយសង្គ្រោះនេះគឺជាលម៉ករបស់បរោះខាងលើដែលបានបើកតាមបណ្ដោយផ្លូវតាមស្ពានជ្រោយចង្វាដូចគ្នាហើយក្នុងទិសដៅស្របគ្នាប្រិមជនក្នុងទិសដៅស្របគ្នាក៏បុកលម៉កនេះពីក្រោយបាទពេញមកតំហឹងបាទយើងមិនទាន់ដឹងថាគាត់ស្លាប់ឬក៏រស់ទេបាទប៉ុន្តែស្ថានភាពរបស់គាត់គឺធ្ងន់ធ្ងរខ្លាំងមែនទែនបាទធ្ងន់មែនទែនហើយក្រុមគ្រូពេទ្យក៏បានបញ្ជាក់ថាគ្មានសង្ឃឹមទេប៉ុន្តែដោយសារតែប្រជាពលរដ្ឋគាត់ទាមទារឲ្យក្រុមគ្រូពេទ្យជួយដឹកយកទៅសង្គ្រោះសិនចោះបាទដើម្បីឲ្យគាត់មានសង្ឃឹមឥឡូវយើងទៅមើលរថយន្តទាំងអស់គ្នានេះហើយបងប្អូនប្រុសដែលជាអ្នកបើកបររថយន្តមិញនេះគឺគាត់បានបញ្ជាក់ថាគាត់បាទគាត់ប្រាប់ថាផឹកអស់តែ4កំប៉ុងទេបុកគេប៉ុណ្ណឹងតម្រាំផឹកអស់ច្រើនជាងនឹងមិនដឹងថាបុកទៅជាយ៉ាងណាទេឥឡូវនេះប៉ូលីសបានខាត់គាត់យកទៅប៉ោះសិនបាទដល់អាសន្នបាទមិនដឹងថាមនុស្សយ៉ាងម៉េចទេប៉ុន្តែគ្រូពេទ្យបញ្ជាក់ថាគ្មានសង្ឃឹមទេប្រជាពលរដ្ឋបានជំរុញគ្រូពេទ្យថាឲ្យជួយយកដឹកយកទៅទោះសង្ឃឹមតិចក៏ដោយក៏ត្រូវតែជួយសង្គ្រោះដែរគ្រូពេទ្យបាទក៏សម្រេចចិត្តដឹកគាត់យកទៅដើម្បីធ្វើការសង្គ្រោះប៉ុន្តែមិនដឹងថាគាត់ស្លាប់ឬក៏រស់ទេឥឡូវនេះតួនាទីបកគលជូនទៅខាងសមាជិកហើយក៏សមាជិកក៏បានបញ្ជាក់ដែរមនុស្សដែលបើកបរក្នុងរថយន្តគឺត្រូវបានឃាត់ខ្លួនបាទអ្នកបើកបរដែលជាតកង់ហ្នឹងបាទយុវជនខាងលើដែលផឹកអស់4កំប៉ុងហ្នឹងឃាត់យកទៅប៉ោះជ្រោយចង្វាហើយរថយន្តហើយមនុស្សដែលជាអ្នកបើកតកកបាទគឺត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះហើយប៉ុន្តែមិនដឹងថាគាត់ស្លាប់ឬក៏រស់ទេឥឡូវនេះតួនាទីនេះបកគលជូនទៅខាងសមាជិកជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញលោកធ្វើការវាស់វែងយករថយន្តនិងលម៉កទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោកដើម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយុវជនម្នាក់បានបុកលម៉កពីក្រោយពេញមកតំផឹងនៅលើស្ពានជ្រោយចង្វានេះតែម្ដងអរគុណណាស់ប្រជាជនខ្ញុំបាទមីស្ទ័រការួមទាំងលោកត្រាក៏សូមលំអរកាយគ្រប់លាបើសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសដល់លោកខ្ញុំបាទផងដែរអរគុណ